ឬដើមអង្រែដែកគេប្រើធ្វើជាថ្នាំបើកម្លាំងនិងបង្កើនកម្លាំងតាក់ទងជាមួយនឹងសុខភាពផ្លូវភេទបុរសជំរាបសួរក៏ដូចជាសួស្តីទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលកំពុងតែទស្សនាវីដេអូនៅក្នុង page របស់យើងខ្ញុំនៅខណៈពេលនេះយើងមានរុក្ខជាតិមួយប្រភេទដែលរុក្ខជាតិនេះមានឈ្មោះថាដើមអង្រែដែកចំពោះដើមអង្រែដែកនេះវាក៏ជារុក្ខជាតិពិសេសមួយដែលគេយកទៅប្រើសម្រាប់ផ្សំធ្វើជាឱសថនៅក្នុងការព្យាបាលជំងឺផងដែរផ្នែកដែលគេយកទៅប្រើនោះគឺគេប្រើរុក្ខជាតិទាំងមូលហើយខ្ញុំសូមលើកយកទី1គឺស្លឹកសិនស្លឹករបស់ដើមអង្រែដែកនេះគេយកទៅដាំទឹកផឹកវាជួយព្យាបាលរាគមូលហើយឫសនិងផ្កាហ្នឹងគេប្រើសម្រាប់ព្យាបាលរាគមូលឈាមរាគមូលឈាមចំណែកឯផ្ការបស់វាវិញគេយកមកលីងឲ្យស្ងួតសម្រាប់ព្យាបាលជំងឺហឺតហើយអ្វីដែលពិសេសមែនទែនពុកម៉ែបងប្អូនទាំងអស់គ្នាពិសេសមែនទែននោះគឺមើមរបស់ដើមអង្រែដែកនេះឯងគេយកទៅធ្វើជាថ្នាំសម្រាប់បើកម្លាំងបើកម្លាំងសុខភាពផ្លូវភេទក៏ដូចជាបង្កើនកម្លាំងខាងសុខភាពផ្លូវភេទបរិសុទ្ធហើយក៏ជួយបំពេន់សុខភាពហើយក៏ជួយព្យាបាលធ្លាក់សហើយចំពោះកម្រិតឬក៏បរិមាណនៅក្នុងការប្រើប្រាស់គេប្រើពី6ទៅ15ក្រាមសម្រាប់ដាំទឹកផឹកក្នុងមួយថ្ងៃ